សូមជម្រាបសួរពុកម៉ែបងប្អូននិងទស្សនិកជនទាំងអស់ថ្ងៃនេះដែរយើងមកមើលពីក្បួនទស្សន៍ទាយរបស់លោកគ្រូចិនសែដ៏ល្បីឈ្មោះមួយរូបនៅប្រទេសចិនដែលកត់ចាទាយឈុត 100% តែម្ដងអំពីចាឆ្នាំទាំង12នេះព្រោះអីថាចាក្នុងឆ្នាំ2020កាន់តែជិតចូលមកដល់មានឆ្នាំណាខ្លះដែលនាំលៀបសំណាងលុយកាក់ចូលផ្ទះចាស់សន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃតែម្ដងហើយដូចនេះដើម្បីឲ្យការទូទាយរបស់លោកគ្រូចិនសែកាន់តែឈុត 100% សូមបងប្អូនធ្វើការចាក់បួងសួងខមមិនពាក្យសាធុចំនួន3ដងទៅលើចាឆ្នាំរបស់ខ្លួនលោកលោកអ្នកនឹងទទួលបានពរជ័យទទួលបានលាភសំណាងប្រាថ្នាអ្វីតែងតែបានសម្រេចជាក់ជាពុំខានជាពិសេសគឺលុយកាក់ហ្នឹងគឺចូលផ្ទះសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃតែម្ដងសូមបងប្អូនជួយចុចប៊ូតុង like និង subscribe ដើម្បីទទួលបាននូវព័ត៌មានថ្មីៗអំពីចាហោរាសាស្ត្រនិងជំនឿហោរាសាស្ត្រជាប្រចាំថ្ងៃឆ្នាំ2020កាន់តែចូលចាជិតចូលមកដល់តើអ្នកបានដឹងឬនៅថាមានឆ្នាំណាខ្លះដែលអាចនឹងនាំលៀបសំណាងល្អចាមកដល់ខ្លួនអ្នកផ្ទាល់បើមិនតាន់បានដឹងនៅឡើយនោះទេចាសូមធ្វើការចាស្ដាប់ទាំងអស់គ្នានៅការទូទាយរបស់លោកគ្រូចិនសែមួយរូបដែលគាត់ល្បីឈ្មោះនៅប្រទេសចិនចាដែលបង្ហាញថាឆ្នាំណាដែលជាចាតារាសំណាងរបស់អ្នកដែលនាំលៀបសំណាងដល់ចូលនៅក្នុងផ្ទះនាំលៀបលុយកាក់មីប្រាក់ចូលផ្ទះសន្ធឹកសន្ធាប់តែម្ដងនៅអំឡុងចាឆ្នាំ2020នេះដោយយើងចាគឺយើងចាប់ផ្ដើមនៅឆ្នាំជាដំបូងគេនោះគឺអ្នកដែលកើតនៅឆ្នាំជូតអ្នកដែលកើតនៅឆ្នាំជូតហ្នឹងគឺឆ្នាំដែលនាំលៀបសំណាងដល់អ្នកនៅចាឆ្នាំ2020នោះគឺមានដូចជាឆ្នាំរោងឆ្នាំវក់និងឆ្នាំឆ្លូវឆ្នាំជាបន្តទៀតនោះគឺអ្នកដែលកើតនៅឆ្នាំឆ្លូវឆ្នាំដែលនាំលៀបសំណាងដល់អ្នកគឺមានដូចជាចាចំនួន3ឆ្នាំដូចគ្នាមានដូចជាឆ្នាំជូតឆ្នាំម្សាញ់ឆ្នាំរកាហើយបើអ្នកដែលកើតនៅឆ្នាំខាលឆ្នាំដែលនាំលៀបសំណាងដល់លោកអ្នកនោះគឺមានចំនួន3ដូចគ្នាទី1គឺឆ្នាំកុលឆ្នាំមមីនិងឆ្នាំចអ្នកដែលកើតនៅឆ្នាំថោះឆ្នាំដែលនាំលៀបសំណាងដល់អ្នកនៅចាអំឡុងឆ្នាំ2020ហ្នឹងគឺមានចំនួន3ដូចគ្នាគឺមានដូចជាឆ្នាំរោងឆ្នាំកុលនិងឆ្នាំមមេអ្នកដែលចាកើតនៅឆ្នាំរោងឆ្នាំដែលនាំលៀបសំណាងដល់លោកអ្នកហ្នឹងគឺមានចំនួន3ដូចគ្នាគឺមានដូចជាឆ្នាំរកាឆ្នាំជូតចានិងឆ្នាំវក់ហើយអ្នកដែលកើតនៅឆ្នាំម្សាញ់ឆ្នាំដែលនាំលៀបសំណាងដល់លោកអ្នកហ្នឹងគឺមានចំនួន3ដូចគ្នាមានដូចជាឆ្នាំវក់ឆ្នាំរកានិងឆ្នាំឆ្លូវអ្នកដែលកើតនៅឆ្នាំមមីឆ្នាំដែលចាស់នាំលៀបសំណាងដល់លោកអ្នកនៅអំឡុងឆ្នាំ2020ហ្នឹងគឺមានដូចជាឆ្នាំមមេឆ្នាំខាលឆ្នាំចនិងឆ្នាំរោងហើយចំពោះអ្នកដែលកើតនៅចាស់ឆ្នាំមមេឆ្នាំដែលនាំលៀបសំណាងដល់លោកអ្នកនៅចាស់អំឡុងឆ្នាំ2020ហ្នឹងគឺមានដូចជាឆ្នាំមមីឆ្នាំកុលនិងឆ្នាំចហើយចំពោះលោកអ្នកដែលកើតនៅឆ្នាំវក់ឆ្នាំដែលមានចាស់ដែលនាំលៀបសំណាងដល់លោកអ្នកហ្នឹងគឺមានចំនួន3ដូចគ្នាគឺមានដូចជាឆ្នាំម្សាញ់ឆ្នាំរោងនិងឆ្នាំជូតហើយចំពោះអ្នកដែលកើតចាស់នៅឆ្នាំរកាដែលចាស់នាំលៀបសំណាងដល់លោកអ្នកហ្នឹងគឺមានចំនួន3ដូចគ្នាមានដូចជាឆ្នាំរោងឆ្នាំចាស់ម្សាញ់និងឆ្នាំឆ្លូវហើយចំពោះលោកអ្នកចាដែលកើតនៅឆ្នាំចឆ្នាំដែលនាំលៀបសំណាងដល់លោកអ្នកនៅអំឡុងឆ្នាំ2020ហ្នឹងចាគឺមានដូចជាឆ្នាំថោះឆ្នាំមមីនិងឆ្នាំខាលហើយឆ្នាំជាចុងក្រោយគេនោះ
គឺចំពោះអ្នកដែលកើតនៅឆ្នាំកុរឆ្នាំដែលចានាំលាតសំណាងដល់លោកអ្នកហ្នឹងគឺមានដូចជាឆ្នាំខាលឆ្នាំថោះនិងឆ្នាំមមេនិងចាឆ្នាំរោងចំពោះឆ្នាំដែលនាំលាតសំណាងដល់ចូលផ្ទះតែម្ដងហើយដូចនេះចាឆ្នាំទាំងចា17នេះចា12នេះគឺជាឆ្នាំដែលនាំលាតសំណាងចូលផ្ទះដល់លោកអ្នកចាសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃហើយយើងចាចាប់ផ្ដើមមើលនៅចាអ្នកដែលកើតនៅឆ្នាំជូតហ្នឹងគឺអ្នកដែលកើតនៅឆ្នាំជូតហ្នឹងគឺមានឆ្នាំអ្វីដែលចងភ្ជាប់ជាមួយនឹងគូចាឆ្នាំរបស់លោកអ្នកតែម្ដងនោះគឺឆ្នាំជាដំបូងគេនោះគឺអ្នកដែលកើតនៅឆ្នាំជូតបើចំពោះមនុស្សប្រុសគួររៀបការជាមួយនឹងស្ត្រីដែលកើតក្នុងឆ្នាំចឆ្នាំឆ្លូវនិងឆ្នាំវក់មិនគួររៀបការជាមួយចាស្រីដែលកើតនៅឆ្នាំម្សាញ់និងឆ្នាំរកាព្រោះជាគូដែលអាក្រក់បំផុតតែម្ដងហើយបើចំពោះមនុស្សស្រីដែលកើតនៅឆ្នាំជូតវិញគួររៀបការជាមួយនឹងបុរសដែលកើតនៅឆ្នាំចកុលនិងឆ្លូវមិនគួររៀបការជាមួយនឹងមនុស្សប្រុសដែលកើតចាស់នៅឆ្នាំម្សាញ់និងឆ្នាំមមីព្រោះជាគូដែលអាក្រក់បំផុតហើយចំពោះលោកអ្នកដែលចាស់កើតនៅចាស់ឆ្នាំឆ្លូវដែលភ្ជាប់ជាមួយនឹងគូចាស់ស្នេហ៍របស់លោកអ្នកនោះគឺចំពោះមនុស្សប្រុសគួរតែរៀបការជាមួយនឹងមនុស្សស្រីដែលកើតនៅឆ្នាំជូតម្សាញ់និងរកាមិនគួររៀបការជាមួយនឹងស្ត្រីដែលកើតនៅឆ្នាំខាលរោងនិងមមីហើយចំពោះមនុស្សស្រីដែលកើតនៅឆ្នាំឆ្លូវគួររៀបការជាមួយនឹងបុរសដែលកើតនៅឆ្នាំជូតរកាថោះនិងរកាមិនគួររៀបការជាមួយនឹងបុរសដែលកើតនៅឆ្នាំម្សាញ់មមីនិងមមេមួយទៀតគឺចាស់ចំពោះអ្នកដែលកើតនៅឆ្នាំខាលដែលរកគូប្រេងគូស្នេហ៍ហ្នឹងគឺចំពោះមនុស្សប្រុសគួររៀបការជាមួយនឹងស្ត្រីដែលកើតនៅឆ្នាំរោងចនិងកុលមិនគួររៀបការជាមួយនឹងស្ត្រីដែលកើតនៅចាស់ឆ្នាំថោះនិងមមេឡើយហើយចំពោះចាស់មនុស្សស្រីដែលកើតនៅឆ្នាំខាលគួររៀបការជាមួយនឹងមនុស្សប្រុសដែលកើតនៅឆ្នាំម្សាញ់និងរកាមិនគួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំឆ្លូវនិងថោះឡើយចំពោះអ្នកដែលកើតនៅឆ្នាំថោះចាបើចំពោះបុរសវិញគួររៀបការជាមួយនឹងស្ត្រីដែលកើតនៅឆ្នាំឆ្លូវម្សាញ់មមីនិងមមេមិនគួររៀបការជាមួយនឹងស្ត្រីដែលកើតនៅឆ្នាំខាលឡើយហើយចំពោះចាមនុស្សស្រីដែលកើតនៅឆ្នាំថោះគួររៀបការជាមួយនឹងចាបុរសដែលកើតនៅឆ្នាំចកុលនិងមមេមិនគួររៀបការជាមួយនឹងបុរសដែលកើតនៅឆ្នាំខាលរកានិងមមីទេចំពោះចាអ្នកដែលកើតនៅឆ្នាំរោងចំពោះមនុស្សប្រុសវិញគួររៀបការជាមួយនឹងស្ត្រីដែលកើតនៅឆ្នាំជូតមមេចនិងវក់មិនគួររៀបការជាមួយនឹងចាស្ត្រីដែលកើតនៅឆ្នាំខាលហើយចំពោះមនុស្សស្រីដែលកើតនៅចាឆ្នាំរោងវិញគួររៀបការជាមួយនឹងបុរសដែលកើតក្នុងឆ្នាំជូតម្សាញ់និងវក់មិនគួររៀបការជាមួយនឹងបុរសដែលកើតនៅឆ្នាំឆ្លូវចនិងកុលឡើយចំពោះអ្នកដែលកើតនៅឆ្នាំម្សាញ់ចំពោះបុរសដែលកើតនៅឆ្នាំម្សាញ់ចាស់ម្សាញ់វិញហ្នឹងគួររៀបការជាមួយនឹងស្ត្រីដែលកើតនៅឆ្នាំខាលរោងនិងម្សាញ់ដូចគ្នាមិនគួររៀបការជាមួយនឹងស្ត្រីដែលកើតនៅឆ្នាំជូតនិងចឡើយហើយបើមនុស្សស្រីដែលកើតនៅឆ្នាំម្សាញ់គួររៀបការជាមួយនឹងបុរសដែលកើតក្នុងឆ្នាំឆ្លូវថោះនិងរោងមិនគួររៀបការជាមួយនឹងបុរសដែលកើតនៅឆ្នាំជូតនិងឆ្នាំមមេទេហើយចាជាបន្តទៀតនោះសម្រាប់ចាអ្នកដែលកើតនៅឆ្នាំមមីចំពោះអ្នកដែលកើតនៅឆ្នាំមមីបើសិនជាមនុស្សប្រុសគួររៀបការជាមួយនឹងស្ត្រីដែលកើតនៅឆ្នាំមមេមិនគួរចារៀបការជាមួយនឹងស្ត្រីដែលកើតនៅឆ្នាំជូត
ឆ្នាំថោះឡើយហើយចំពោះស្ត្រីគួររៀបការជាមួយនឹងបុរសដែលកើតនៅឆ្នាំចាមមីនិងចាឆ្នាំមមេមិនគួររៀបការជាមួយនឹងបុរសដែលកើតនៅឆ្នាំឆ្លូវខាលនិងកុលឡើយចំពោះចាស់អ្នកដែលកើតនៅឆ្នាំមមេបើសិនជាមនុស្សប្រុសដែលកើតនៅឆ្នាំមមេគួររៀបការជាមួយនឹងស្ត្រីចាស់ដែលកើតនៅឆ្នាំមមីនិងមមេមិនគួររៀបការជាមួយនឹងស្ត្រីដែលកើតនៅឆ្នាំម្សាញ់ឆ្លូវថោះនិងកុលឡើយហើយចំពោះស្ត្រីដែលចាស់កើតនៅឆ្នាំមមេគួររៀបការជាមួយនឹងបុរសចាស់ដែលកើតនៅឆ្នាំមមេឆ្នាំមមីនិងឆ្នាំរោងមិនគួររៀបការជាមួយនឹងបុរសដែលកើតនៅឆ្នាំខាលឆ្នាំម្សាញ់និងចឡើយសម្រាប់អ្នកដែលកើតនៅឆ្នាំវក់បើសិនជាមនុស្សប្រុសគួររៀបការជាមួយនឹងនារីដែលកើតនៅឆ្នាំមមីនិងរោងមិនគួររៀបការជាមួយនឹងនារីដែលកើតនៅឆ្នាំរកាវក់និងកុលឡើយហើយចំពោះមនុស្សស្រីដែលកើតនៅឆ្នាំវក់គួររៀបការជាមួយនឹងបុរសដែលកើតនៅឆ្នាំជូតរោងនិងមមីមិនគួររៀបការជាមួយនឹងបុរសដែលកើតនៅឆ្នាំវក់និងរកាឡើយចំពោះលោកអ្នកដែលកើតនៅឆ្នាំរកាបើសិនជាបុរសវិញគឺកើតនៅឆ្នាំរកាគួរតែរៀបការជាមួយនឹងស្ត្រីដែលកើតនៅឆ្នាំឆ្លូវនិងខាលមិនគួររៀបការជាមួយនឹងស្ត្រីដែលកើតនៅឆ្នាំថោះវក់និងកុលឡើយហើយចំពោះមនុស្សស្រីដែលកើតនៅឆ្នាំរកាគួររៀបការជាមួយនឹងបុរសដែលកើតនៅឆ្នាំឆ្លូវនិងខាលមិនគួររៀបការជាមួយនឹងបុរសដែលកើតនៅឆ្នាំជូតវក់និងរកាឡើយចាហើយសម្រាប់អ្នកដែលកើតនៅឆ្នាំចបុរសដែលកើតនៅឆ្នាំចហ្នឹងគួររៀបការជាមួយនឹងស្ត្រីដែលកើតនៅឆ្នាំជូតនិងថោះមិនគួររៀបការជាមួយនឹងស្ត្រីដែលកើតនៅឆ្នាំរោងមមេនិងរកាឡើយហើយចំពោះមនុស្សស្រីដែលកើតនៅឆ្នាំចគួររៀបការជាមួយនឹងបុរសដែលកើតនៅឆ្នាំជូតខាលឆ្លូវនិងរោងមិនគួររៀបការជាមួយនឹងបុរសដែលកើតនៅឆ្នាំចនិងម្សាញ់ឡើយហើយឆ្នាំជាបន្តទៀតដែលជាឆ្នាំចុងក្រោយនោះគឺសម្រាប់លោកអ្នកដែលកើតនៅឆ្នាំកុលបើសិនជាបុរសដែលកើតនៅឆ្នាំកុលគួររៀបការជាមួយនឹងស្ត្រីដែលកើតនៅឆ្នាំជូតថោះមមេនិងកុលមិនគួររៀបការជាមួយនឹងស្ត្រីដែលកើតនៅឆ្នាំមមីនិងរោងឡើយហើយចំពោះមនុស្សស្រីដែលកើតនៅឆ្នាំកុលវិញគួររៀបការជាមួយនឹងបុរសដែលកើតនៅឆ្នាំឆ្លូវនិងកុលមិនគួររៀបការជាមួយនឹងបុរសដែលកើតនៅឆ្នាំវក់ម្សាញ់មមេនិងរកាឡើយសូមបញ្ជាក់ផងដែរថាសុកស្រាប់តែធ្វើឲ្យ3កន្លែងនេះលើរាងកាយរបស់លោកអ្នកហ្នឹងគឺមានលាភសំណាងផងដែរបើសិនលោកអ្នកជ្រើសរើសយកនៅគូសកលទៅតាមការណែនាំរបស់យើងខ្ញុំទៅតាមការណែនាំរបស់លោកគ្រូចិនសែនោះលោកអ្នកនឹងទទួលបានលាភសំណាងមាសប្រាក់ចូលផ្ទះសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃលោកអ្នកប្រាថ្នាអ្វីតែងតែបានសម្រេចជាជីពំខាននៅពេលដែលយើងជ្រើសរើសនៅគូសកលដែលសមទៅតាមក្បួនទស្សទាយនោះយើងនឹងទទួលបាននៅពរជ័យទទួលបានលាភសំណាងទទួលបានមាសប្រាក់ចូលផ្ទះសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃលោកអ្នករកស៊ីអ្វីតែងតែសមប្រកបជាជីពំខានទទួលបានងូហេងឡើងខ្ពស់ត្រដែតហើយដូចនេះកុំភ្លេចធ្វើការបួងសួងខមមិនពាក្យសាធុចំនួន3ដងទៅលើឆ្នាំរបស់ខ្លួននោះលោកអ្នកនឹងទទួលបានពរជ័យទទួលបានលាភសំណាងជាពិសេសបើក្រុមគ្រួសារណាដែលមានឆ្នាំទាំង12នេះកុំភ្លេចធ្វើការខមមិនសាធុទាំងអស់គ្នា
លោកលោកអ្នកនឹងទទួលបានពរជ័យទទួលបានលាភសំណាងប្រាថ្នាអ្វីតែងតែបានសម្រេចជាពំខានជាពិសេសមានប្រាក់ចូលផ្ទះសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃតែម្ដងសូមបងប្អូនជួយចុចប៊ីតុង like និង subscribe ដើម្បីទទួលបាននូវព័ត៌មានថ្មីៗអំពីហោរាសាស្ត្រនិងជំនឿហោរាសាស្ត្រសុខភាពនិងសម្រស់ជាប្រចាំថ្ងៃតែម្ដងពេលនេះchannel កាយីរបស់យើងខ្ញុំសូមអរគុណសូមជម្រាបលាជួបគ្នានៅថ្ងៃស្អែកជាបន្តទៀត